ថ្ងៃនេះខ្ញុំចង់និយាយអំពីប្រធានបទដែលមានសារៈសំខាន់ក្នុងយុគសម័យដែលយើងរស់នៅគឺរៀនរស់នៅម្នាក់ឯងជីវិតនៅម្នាក់ឯងគឺវាមិនលំបាកនោះទេឲ្យតែយើងចេះធ្វើឲ្យខ្លួនឯងសប្បាយរីករាយនោះវាមិនលំបាកនឹងស្រង់នោះទេឧទាហរណ៍ថាប្រសិនបើយើងគិតតែពីលេង social media លេងទូរស័ព្ទលេង game នោះជីវិតម្នាក់ឯងរបស់យើងគឺវាពិតជាធុញប៉ុន្តែសូមយើងក្រឡេកទៅអានសៀវភៅប្រាណជាដើមវាល្អទាំងផ្នែករាងកាយរបស់យើងហើយនិងបញ្ញារបស់យើងសៀវភៅមួយបានសរសេរថាដាច់ឬការរស់នៅម្នាក់ឯងគឺមិនមែនជាភាពឯកានោះទេក៏ប៉ុន្តែវាគឺជាឱកាសនោះគឺជាឱកាសដែលយើងស្វែងរកគ្រឹះខ្លួនឯងមូលដ្ឋានគ្រឹះខ្លួនឯងដើម្បីឲ្យរឹងមាំដែលមានសារៈសំខាន់នោះគឺយើងរៀនស្វែងយល់អំពីខ្លួនឯងស្វែងរកផ្នែកដ៏ពិតប្រាកដគឺលក្ខណៈរបស់យើងបង្កើតលក្ខណៈខ្លួនឯងដោយគ្មានឥទ្ធិពលខាងក្រៅការស្វែងរកខ្លួនឯងវាបានបង្ហាញថាការរស់នៅម្នាក់ឯងគឺជាឱកាសដែលយើងស្វែងយល់ឧទាហរណ៍ថាយើងនៅពេលដែលយើងនៅម្នាក់ឯងនោះយើងអាចស្វែងយល់បានថាយើងចូលចិត្តអ្វីក្នុងខ្លួនរបស់យើងគឺចូលចិត្តអ្វីអំពីអ្វីដូចជាម្នាក់ខ្លះចូលចិត្តអំពីការធ្វើមាតិកាការលេងកីឡាការអានសៀវភៅការ design ជាដើមនោះគឺជាចំណូលចិត្តរបស់យើងពិតប្រាកដនោះគឺជាឱកាសដែលយើងស្វែងរកមូលដ្ឋានគ្រឹះរបស់ខ្លួនមិត្តទាំងអស់គ្នាសូមចាំថាជីវិតម្នាក់ឯងមិនមែនឯកោទេគឺជាលក្ខណៈដ៏ល្អវាខ្លាចជាសេចក្តីលំអិតដែលយើងស្វែងរកខ្លួនឯងរៀនរស់ម្នាក់ឯងគឺរៀនរស់ដែលសុខរៀនស្វែងយល់ខ្លួនឯងសូមអ្នកទាំងអស់គ្នាប្រើឱកាសនេះដែលរៀនរស់ម្នាក់ឯងដើម្បីស្វែងរកផ្នែកល្អប្រសើរនៃលក្ខណៈខ្លួនឯងវិធីដ៏ល្អសម្រាប់នៅពេលអ្នកទាំងអស់គ្នានៅម្នាក់ឯងនោះគឺត្រូវធ្វើអ្វីដែលល្អគិតអ្វីដែលល្អដូចជាការអានសៀវភៅការហាត់ប្រាណស្ដាប់ចម្រៀងដែលអ្នកទាំងអស់គ្នាចូលចិត្តសូមកុំស្ដាប់បទចម្រៀងសែតសូមកុំស្ដាប់បទចម្រៀងដែលស្រឡាញ់គេម្នាក់ឯងព្រោះវាមិនល្អនោះទេតាមពិតទៅជីវិតម្នាក់ឯងគឺវាមិនអាក្រក់ពេកទេជីវិតម្នាក់ឯងកន្លែងនេះគឺមិនមែនខ្ញុំសំដៅទៅលើគ្មានមិត្តភក្តិនោះទេតែសំដៅទៅលើស្នេហាទាំងអស់គ្នានៅពេលបែកបាក់ស្នេហាតែងតែមានអារម្មណ៍មួយឯកាមែនទេមនុស្សម្នាក់ៗរបស់យើងនៅពេលបែកបាក់ស្នេហានៅម្នាក់ឯងគឺពិតជាឯកាមែនប៉ុន្តែវិធីដ៏ល្អអ្នកទាំងអស់គ្នាអាចជាយាមអានសៀវភៅធ្វើអ្វីដ៏ល្អជួយការងារផ្ទះជួយការងារឪពុកម្ដាយឬក៏លំហាត់ប្រាណផ្សេងៗជាដើមជាការលេងបាល់រត់ចម្ងាយ1 ឬ 2 គីឡូដីប្រសិនបើអ្នកទាំងអស់គ្នាពិតជាឯកាណារកមិត្តភក្តិដើម្បីជជែកគ្នាលេងសូមគុំសងំនៅតែម្នាក់ឯងវាមិនល្អនោះទេសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែត្រឹមនេះចាំជួបគ្នានៅវីដេអូបន្តទៀត